ភាពទី117បិសាចជាច្រើនមានការភ័យខ្លាចចំពោះអំណាចរបស់អធិរាជលីងសៀវពួកគេក៏បានដកថយចាស់ចេញពីទីនេះតែបិសាចទាំងពីរអ្នកនេះពិតជាមានការខឹងជាខ្លាំងចំពោះមេតបបិសាចជាច្រើនពិតជាមានការភ័យខ្លាចចំពោះអំណាចនេះចំណែកសាងវ៉ានរបស់យើងមិនថាមើលទៅពួកសក្តិទៅពិតជាអន់ហើយពួកគេបានរត់ចាក់ចេញពីទីនេះបើសិនជាពួកឯងចង់មើលក៏មកបានយើងស្វាគមន៍ទីនេះក៏បានចេញតាមពូវាបហាទៅកាន់អាប៉ែម្នាក់បានធ្វើវាដាច់បាត់ទៅសាងវ៉ានបានគិតថាបើសិនជាមិនមានការពិបាកបន្តិចទេខ្ញុំពិតជាសម្រាប់ពួកឯងទាំងអស់សាងវ៉ានក៏បានមកនិយាយជាមួយនឹងអធិរាជលីងសៀវមើលទៅពីរអ្នកនោះពួកយើងគាត់ថាសម្រាប់ឬអត់ពីរអ្នកនេះពិតជាភ្ជាប់ឲ្យចំពោះអធិរាជលីងសៀវមើលទៅកម្លាំងរបស់គេនៅតែខ្លាំងហើយវាក៏បាននិយាយបន្តថាអធិរាជលីងសៀវយ៉ាងណាក៏ដោយអ្នកកុំគិតថាអ្នកនៅតែខ្លាំងនៅថ្ងៃនេះខ្ញុំឲ្យអ្នកស្គាល់ไว้ថាជាការពិតវាក៏បានចេញតាមពួកខ្មោចវាយ៉ាងខ្លាំងក្លាមើលទៅគេកំពុងតែប្រើជាមួយនឹងបច្ចេកទេសហាមឃាត់សម្ងាត់ហើយរយៈពេល3ឆ្នាំមកខ្ញុំគិតថាគេគួរតែមានកម្លាំងការឡើងយ៉ាងឆាប់រហ័សសាងហ្វាខ្ញុំគួរតែប្រាប់អ្នកត្រូវតែប្រុងប្រយ័ត្នអាប៉ែនឹងក៏បានមកវិភាគអធិរាជលីងសៀវអធិរាជលីងសៀវក៏បានទប់ទល់ចំពោះការវិភាគនេះហើយក៏បានសរសើរថាមើលទៅអ្នកពិតជាមានសមត្ថភាពក្រមហើយប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងថ្មីរបស់ខ្ញុំអ្នកគ្រាន់តែជាកំទេចសម្រាប់តែប៉ុណ្ណោះគាត់ក៏បានជិះតាមពូវិញគឺយមែនគឺសាហាវមែនទែនហើយគាត់ក៏បាននិយាយទៅថានៅក្នុងអាណាចក្រទាំង9ក៏គ្មានណាត់ឯងជាគូប្រជែងរបស់ខ្ញុំផងដែរចំណែកសាំងហ្វានយើងពុំគិតថាចំអូខ្លាំងមែនទែនអធិរាជលីងសៀវនេះអធិរាជជាយ៉ាងពិតជាភ្ញាក់ផ្អើលចំពោះអធិរាជលីងសៀវថាពួកពិតជាខ្លាំងណាស់អធិរាជលីងសៀវបាយថាដោយសារតែឯងត្រឹមតែជាស្មោចមិនអាចប្រៀបស្មើជាមួយនឹងនាគទៅនៅពេលនោះអធិរាជជាយ៉ាងក៏បានប្រមូលផ្ដុំរបស់thamពូរបស់ខ្លួនយ៉ាងខ្លាំងក្លាគាត់បានប្រាប់ទៅស្ដេចបិសាចអ្នកឆាប់ទៅចាប់ការជាមួយក្មេងប្រុសនោះទៅអធិរាជលីងសៀវទូខ្ញុំបន្ទាប់មកបិសាចនោះក៏បានវិភាគទៅកាន់សាំងហ្វានក៏ទប់ជាប់ប៉ុន្តែពួកគេក៏បានប៉ាងថយក្រោយទាំងពីរមើលទៅកម្លាំងសាំងហ្វានពិតជាក្របើប៉ុន្តែអធិរាជជាយ៉ាងបានប្រែទៅជាក្បាលខ្មោចវិភាគទៅកាន់អធិរាជលីងសៀវប៉ុន្តែហាក់បីដូចជាគុំអាចធ្វើអ្វីចំពោះអធិរាជលីងសៀវបាននោះទេចំណែកបិសាចនេះវាស្រាប់តែប្រែជាមួយនឹងជំនាញសម្ងាត់របស់វាប្រែខ្លាំងទៅជាក្បាលពីរសាំងហ្វានពិតជាភ្ញាក់ផ្អើលចំណែកកញ្ញាយន់ជាមួយនឹងបងប្រុសស៊ូពិតជាមានការព្រួយបារម្ភជឿកន្លែងនោះជាខ្លាំងមើលហាក់បីដូចជានៅទីនោះមានតាមពុកខ្លាំងណាស់សាំងហ្វានប្រឹងថារត់គេចពីទីនេះប៉ុន្តែស្រាប់តែមិនអាចផ្លាស់ទីបានគេក៏បានប្រើថាពុទប់ទល់ជឿនឹងការវិភាគរបស់បិសាចក្បាលពីរនោះហើយបិសាចនឹងក៏បានបើកការវិភាគម្ដងទៀតប៉ុន្តែសាំងហ្វានក៏បានចេញតាមពុពមាសក៏បានធ្វើវាប៉ាងថយក្រោយចំណែកអធិរាជជាយ៉ាងក៏បានត្រូវសម្លាប់ដោយអធិរាជលីស៊ឺផងដែរបិសាចក្បាលពីរព្រោះថាអាយុឈ្នះសាំងហ្វានបានវាក៏ប្រឹងតែរត់គេចប៉ុន្តែអធិរាជលីស៊ឺក៏បានចាប់បញ្ចូលតាមពុឲ្យទៅកាន់សាំងហ្វានលោកក៏វាត្រឹមតែម្ដងក៏អាចសម្លាប់វាបានអធិរាជលីស៊ឺបានប្រាប់ទៅសាំងហ្វានអ្នកត្រូវតែខំហ្វឹកហាត់ជាមួយការដាំដុះរបស់អ្នកព្រោះថាអ្នកគឺជាអ្នកស្នំណៃរបស់ខ្ញុំព្រោះថាពិភពលោកឥឡូវនេះវាពិតជាជួបគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងហើយគឺពងលឿនអ្នកហើយណាហើយរឿងយើងក៏មិនចង់ថាហ្នឹងពីភាគហ្នឹងបានត្រឹមតែ2នាទីជាងផងនិយាយឲ្យច្រើនដែរប៉ុន្តែវាបានប៉ុណ្ណឹងហើយក៏មានហ្នឹងរឿងយើងក៏អស់ភាគដែរចំណែកឆ្នៃទៀតគឺមានអត់ចេញរឿងហ្នឹងគឺសារតែលក់អីគេឲ្យកុំប្រកាន់ហ្នឹងតែអីមាននឹងសម្ដែងតឲ្យតែគេចេញហើយមាននឹងចាប់ដើមសម្ដែងរឿងក្រុមហ៊ុនតារាតកោលបាយមរណៈអីហ្នឹងវាចេញបានប្រហែលភាគទេតែយកឲ្យក៏សម្ដែងចូលទេគិតថាទុកវាចោលតែបើរឿងផ្សេងបែបមានពីមុនប្រហែលថាទុកចោលឲ្យមើលទៅអត់ស្អីថាចង់សម្ដែងដែរព្រោះវាអត់ស្អីមាន view ហើយគិតថាមាននិយាយច្រើនម៉េះគឺថានិយាយចង់បានទីច្រើនទេចង់មាននិយាយច្រើនទេបាយ